សួស្តីបងប្អូនរួមឈាមខ្មែរជាទីគោរពរាប់អាននេះជាបទវិភាគនយោបាយនៅកម្ពុជាដោយខ្ញុំបាទទេពនិមិត្តបរិបទនយោបាយនៅប្រទេសកម្ពុជាមិនអាចរើរួចពីអតីតក្រុមបកជនខ្មែរវឹកវិញបានទេប្រសិនបើបងប្អូនខ្មែរនៅតែមានការភ័យខ្លាចមិនហ៊ានងើបឈរទាមទារសិទ្ធិសេរីភាពរបស់ខ្លួននោះជាពិសេសទៅទៀតបងប្អូនខ្មែរមួយចំនួនតូចនៅតែវង្វេងលងក្នុងមនោគមវិជ្ជាបកកុម្មុយនីសនិងលងបនស័កពលនឹងអំណាចនិងអបាយភូមិផ្សេងដែលពួកជនកុម្មុយនីសបំពាក់ឲ្យសម្រាប់ធ្វើជាឈ្នន់ដើម្បីអំណាចរបស់ពួកគេតកូនតចៅនោះបងប្អូនបានជ្រាបហើយថាពួកជនកុម្មុយនីសដែលគ្រប់គ្រងអំណាចនៅក្នុងប្រទេសកម្ពុជាសប្តាហ៍នេះសុទ្ធសឹងតែជាអតីតកាសេបេយួនគឺអ្នកធ្វើការបម្រើយួនដែលបង្កប់ខ្លួននៅក្នុងជួររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្រោយពីរួមដៃសម្លាប់ខ្មែរឆ្អិតឆ្អន់ហើយពួកទាំងនេះក៏បាននាំគ្នាទៅបង្កើតបកថ្មីក្រោមសញ្ញាភ្លើងខៀវរបស់យួនអ្វីដែលពួកជនទាំងនោះបានខិតខំបំភាន់ភ្នែកដើម្បីលុបលាងកំហុសនោះពួកជនទាំងនេះគេលើកអំពីគុណសម្បត្តិនិងសមត្ថផលទាំងឡាយដែលគេបានខិតខំធ្វើជារៀងរហូតមកដើម្បីបន្លំភ្នែកខ្មែរនិងឲ្យខ្មែរដឹងគុណដល់ចៅហ្វាយនាយរបស់ពួកគេមានជាអាចដូចជាគេលើកឡើងនៅថ្ងៃ7មករាឆ្នាំ1979ដែលជាថ្ងៃយួនចូលមកឈ្លានពានលើកម្ពុជាបែរទៅជាថាថ្ងៃយួនចូលមកឲ្យកំណត់ថ្មីដល់ប្រជាពលរដ្ឋខ្មែរទៅវិញល្បិចកលនយោបាយទាំងនេះប្រសិនបើបងប្អូនស្វែងយល់អំពីឫសគល់7មករាឲ្យបានច្បាស់បងប្អូនពិតជាបានដឹងច្បាស់ថាកលល្បិចនយោបាយយួនវាបំបែកបំបាក់ខ្មែរដើម្បីឲ្យចុះខ្សោយហើយវាគ្រប់គ្រងនយោបាយមួយទៀតគឺជានយោបាយស្វាយកបាយលៀបមាត់ពពែនិងនយោបាយយកស្លឹកត្នោតខ្ចប់ស្ករត្នោតដែលមានន័យថាខ្ចីដៃខ្មែរសម្រាប់ខ្មែរនោះឯងក៏ល្បិចទាំងនេះតលតែអ្នកធ្លាប់បម្រើពួកកុម្មុយនីសទើបឆាប់បានយល់បានដឹងនៅល្បិចកលដ៏ថោកទាបទាំងនេះបានសូមបងប្អូនជ្រាបថាលោកហ៊ុនសែនបានប្រើកលល្បិចនេះដើម្បីបំបែកគូសត្រូវរបស់ខ្លួនជារៀងរហូតមកដល់សប្តាហ៍នេះគឺសុទ្ធសឹងតែជាល្បិចដែលលោកហ៊ុនសែនបានរៀនអំពីចៅហ្វាយនាយរបស់លោកតាំងតែពីលោកចូលធ្វើបដិវត្តមកម្លេះប៉ុន្តែសូមបងប្អូនជ្រាបថាកលល្បិចនយោបាយឈ្នះរបស់លោកហ៊ុនសែនដែលអួតក្អេងក្អាងថាបានឈ្នះនោះគឺឈ្នះតែជាតិខ្មែរគ្នាឯងតែប៉ុណ្ណោះមិនដែលមានបានឃើញឈ្នះប្រទេសណានោះឡើយចំពោះប្រទេសដទៃលោកហ៊ុនសែនមិនដែលយកនយោបាយឈ្នះនេះទៅប្រើជាមួយគេនោះឡើយឃើញតែខ្លាចគេឡើងរួញក្បាលជាក់ស្ដែងនៅឆ្នាំ1998សៀមបានឈ្លានពានវាយលុកចូលដីខ្មែររួចបាញ់ផ្លោងមកឆេះខ្ទេចខ្ទីផ្សារនៅផ្ទះខ្មែរនៅក្បែរប្រាសាទព្រះវិហារនិងចូលមកក្នុងទឹកដីខ្មែរខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋភៀសខ្លួនដោយមិនបានប្រកបមុខរបរចិញ្ចឹមជីវិតអ្វីសោះឡើយពេលនោះលោកហ៊ុនសែន
បែរជាប្រាប់ឲ្យកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋខ្មែរខំអត់ធ្មត់កុំឲ្យតបតទៅគេវិញឲ្យសោះមិនដែលហ៊ានចេញមុខទាមទារសំណងជូនប្រជាពលរដ្ឋក៏ដូចជាជូនប្រទេសជាតិដែលខូចខាតទ្រព្យសម្បត្តិនោះឡើយតែប្រសិនបើសៀមខូចខាតទ្រព្យសម្បត្តិវាវិញវាទាមទារឲ្យលោកហ៊ុនសែនសងឡើងញ័រក្បាលជាក់ស្ដែងដូចជាកាលពីខ្មែរធ្វើបាតកម្មវ័យទូតវ័យក្រុមហ៊ុនតេលេហ្វូនរបស់ថៃទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុនសែនសងអស់$1 លាននេះជាការពិតជាក់ស្ដែងដែលនយោបាយឈ្នះរបស់លោកហ៊ុនសែនដ៏ថោកទាបដែលបានអួតក្អេងក្អាងយ៉ាងអឡារឹកថាខ្លួនប្រើនយោបាយឈ្នះនោះឥឡូវជាបន្តទៅទៀតនេះខ្ញុំសូមបង្ហាញជូននៅកលល្បិចនយោបាយឈ្នះដ៏ថោកទាបរបស់លោកហ៊ុនសែនដែលបានប្រើមកលើខ្មែរទាំងរហូតមកនោះ1នៅក្នុងឆ្នាំ1993លោកហ៊ុនសែនបានប្រើកលល្បិចនយោបាយឈ្នះដ៏ថោកទាបរបស់លោកមកលើលោកខៀវសំផនដែលតំណាងឲ្យគណៈបកកម្ពុជាប្រជាធិបតេយ្យមិនអាចចូលរួមបោះឆ្នោតដោយប្រើពួកឆ្កែបម្រើរបស់ខ្លួនវ័យក្បាលលោកខៀវសំផនបែកហូរឈាមហើយទម្លាក់កំហុសឲ្យប្រជាពលរដ្ឋខ្មែរដែលផ្អើលឈូឆរមកចោមរោមមើលហេតុការណ៍ដ៏អាក្រក់ជួជាតិនោះមិនតែប៉ុណ្ណោះទេលោកហ៊ុនសែនថែមទាំងបានជន់ឈ្លីនិងសម្លាប់កិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពថ្ងៃទី23 ឆ្នាំ1900នាទីក្រុងប៉ារីសដែលខ្លួនបានចុះហត្ថលេខាចោលទៀតផង2លោកហ៊ុនសែនបានប្រើនយោបាយឈ្នះដ៏ថោកទាបរបស់លោកទៅបំបីគណៈបកហ្វាន់ស៊ិនពេជ្រដោយប្រើកងប្រដាប់អាវុធធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីសម្ដេចក្រមព្រះនរោត្តម សីហនុនៅថ្ងៃទី5ទី6កក្កដានៃឆ្នាំ1997បន្ទាប់ពីគណៈបកនេះចុះខ្សោយហើយលោកហ៊ុនសែនក៏បានប្រើកលល្បិចនយោបាយដ៏ថោកទាបនេះទៀតមកបំផ្លិចបំផ្លាញនឹងទិញក្បាលជួតសកម្មជនកម្ពុជានៃគណៈបកនេះឲ្យចោះចូលនៅក្នុងគណៈបកប្រជាជនរបស់ខ្លួន3នៅក្នុងឆ្នាំ1998លោកហ៊ុនសែនបានប្រើកលល្បិចនយោបាយឈ្នះដ៏ថោកទាបចូលមកបំបីគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាលោកតាសឿងសានទៀតដោយទិញក្បាលអគ្គលេខាគណៈបកនេះដើម្បីដឹកនាំសមាជិកាមួយចំនួនចូលខ្លួនមកចោះចូលក្នុងគណៈបកប្រជាជនដើម្បីទទួលបាននៅបុណ្យស័ក្តិនិងលាភសក្ការៈផ្សេង4លោកហ៊ុនសែនបានប្រើកលល្បិចនយោបាយឈ្នះដ៏កម្រនេះចូលមកបំបីគណៈបកជាតិខ្មែររបស់លោកសំរងស៊ីនៅក្នុងអាណត្តិបោះឆ្នោតលើកទី3ដោយទិញក្បាលអនុប្រធានគណៈបកជាតិខ្មែរឲ្យដឹកនាំសមាជិកាមួយចំនួនចុះចូលគណៈបកប្រជាជនដើម្បីទទួលបាននូវលាភសក្ការៈផ្សេងពីនាយករដ្ឋមន្ត្រីដែលលមោបអំណាចនោះឯងក្រោយពីគណៈបកជាតិខ្មែរបានបែកជាពីរហើយលោកសំរងស៊ីក៏បានបដូរឈ្មោះគណៈបកជាតិខ្មែរមកឈ្មោះគណៈបកសំរងស៊ីវិញដើម្បីកុំឲ្យជន់ស្រីឃ្លានបនស័កនិងស្រីឃ្លានលាភសក្ការៈផ្សេងលួចយកទៅទៀតតែទោះបីជាយ៉ាងនេះក្តីក៏ជន់លមោបអំណាចនៅតែព្យាយាមតាមបំបីកំតិចគណៈបកសំរងស៊ីរហូតដោយប្រើកលល្បិចនយោបាយឈ្នះដ៏ថោកទាបមកទិញក្បាលអនុប្រធានគណៈបកនេះឲ្យនាំសមាជិកាមួយចំនួនចោះចូលជាមួយនឹងគណៈបកប្រជាជនដើម្បីបាននៅអំណាច
និងលៀបសក្ការៈផ្សេងតែទោះបីជាយ៉ាងនេះក្តីក៏គណៈបកលោកសំរងស៊ីមិនដួលរលំដូចជាគណៈបកដទៃទៀតដែរផ្ទុយទៅវិញគណៈបកនេះរឹតតែរីចម្រើនជាលំដាប់ដោយសារនៅក្នុងគណៈបកនេះសម្បូរទៅដោយវីរៈជនស្នេហាជាតិទោះបីជាជនល្មមអំណាចខំធ្វើទុកបុកម្នេញចាប់ចងបាញ់សម្លាប់ឬយកលុយទិញទឹកចិត្តយ៉ាងណាក៏ដោយក៏វីរៈជនស្នេហាជាតិយើងមិនចុះញ៉មជាដាច់ខាតក្រុមវីរៈជនស្នេហាជាតិទាំងនោះនៅតែនាំគ្នាងើបឈរប្រគាស្មាគ្នាធ្វើការតស៊ូនៅក្រោមជង្គង់ខ្លាដោយគ្មានការតក់ស្លុតអ្វីបន្តិចសោះឡើយឥឡូវនេះសូមបងប្អូនក្រឡេកមកមើលសភាពការនៅក្នុងកម្ពុជាក្រោយពីការបោះឆ្នោតថ្នាក់ជាតិហើយមកថាតើជនល្មមអំណាចរូបនេះគេបានប្រើកលល្បិចនយោបាយឈ្នះដ៏ថោកទាបរបស់គេអ្វីខ្លះដើម្បីគ្រប់គ្រងនៅអំណាចរបស់គេតទៅទៀតមែនប្រសិនបើយើងពិនិត្យឲ្យបានស៊ីជម្រៅទៅឃើញថាវាគ្មានអ្វីខុសប្លែកពីពេលមុននោះឡើយពួកជនកុម្មុយនីសទាំងនេះបានប្រើគ្រប់កលល្បិចនយោបាយដើម្បីគ្រប់គ្រងអំណាចមិនចេះខ្មាស់អៀនអ្វីបន្តិចសោះទេការបោះឆ្នោតមិនទាន់បានទាំងរាប់សន្លឹកឆ្នោតផងក៏ស្រាប់តែលោកខៀវកញ្ញរិទ្ធដែលជាអ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមុនគណៈកម្មាធិការរៀបចំការបោះឆ្នោតថាគណៈបកខ្លួនឈ្នះឆ្នោតទៅហើយនេះជាសញ្ញាប្រាប់ដល់គណៈកម្មាធិការគូជបដែលជាអាយ៉ងរបស់ខ្លួនឲ្យខិតខំបន្លំសន្លឹកឆ្នោតនិងបំពងសម្លេងទៅតាមឆន្ទៈដែលខ្លួនចង់បាននេះសបញ្ជាក់ថាគណៈបកប្រជាជនទោះបីជាពួកជនជាតិយួនជួយបោះឆ្នោតឲ្យក៏ដោយក៏មិនអាចទទួលបាននូវជ័យជំនះលើគណៈបកសង្គ្រោះជាតិដែរ2ជនល្មមអំណាចបានយកកងទ័ពប្រដាប់អាវុធមកចល័តចុះឡើងពាសពេញទីក្រុងភ្នំពេញនៅថ្ងៃទី30កក្កដាដើម្បីគំរាមប្រជាពលរដ្ឋឲ្យផិតភ័យដោយយកលេសថាមកការពារសន្តិសុខនៅថ្ងៃបោះឆ្នោត3លោកហ៊ុនសែនបានយកកងអង្គរៈរបស់ខ្លួនកក្រឹកកក្រែងចុះទៅខេត្តកណ្ដាលដោយយកលេសថាទៅត្រួតពិនិត្យការសាងសង់ផ្លូវនិងចុះទៅជួយដកស្ទូងប្រជាពលរដ្ឋនេះជាកលល្បិចដ៏ថោកទាបធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំងហើយក៏អាចបំបាក់ស្មារតីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតជូនគណៈបកសង្គ្រោះជាតិផងដែរប្រសិនបើលោកហ៊ុនសែនមានសន្តានចិត្តល្អចេះស្រឡាញ់ប្រជាកសិករដោយដែលលោកបានធ្វើនៅពេលនេះនោះសមឡេះប្រជាពលរដ្ឋខ្មែរមិនស្រែកទ្រហោយំពាសពេញប្រទេសដូច្នេះទេអោព្រះជាម្ចាស់ហើយ30ឆ្នាំប្លាយមកហើយខ្ញុំមិនដែលឃើញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះទៅជួយដកស្ទូងឬទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងតែមានទុក្ខលំបាកសោះឡើយទើបតែពេលនេះស្រាប់តែរដ្ឋមន្ត្រីដែលវាចេញពីក្បាលយាមនឹងកលរូបនេះចេះដឹងទុក្ខធរៈប្រជាកសិករនោះនេះប្រហែលជាខ្មោចប្រែរូបទេដឹងទើបបាននាយករដ្ឋមន្ត្រីរូបនេះភ្ញាក់ខ្លួនថាខ្លួនកាលដើមឡើយជាសត្វដង្កូវឥឡូវបានคล้ายជាមេអំបៅដោយសារជាតិសាសន៍យួនលាបពណ៌ឲ្យនោះ4នៅឯខេត្តស្វាយរៀងឯនេះវិញក៏មានដាក់ពង្រាយកងប្រដាប់អាវុធនៅតាមភូមិធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំងណាស់ដែរក្រោមលេសថាមកការពារសិស្សានុសិស្សប្រឡងបាក់ឌុបហើយនៅទីក្រុងភ្នំពេញថ្មីនេះវិញក៏ស្រាប់តែយកកងទ័ពប្រដាប់អាវុធមានទាំងរថក្រោះមកពង្រាយពាសពេញទីក្រុងហាក់ដូចជាមានសង្គ្រាមនៅចំកណ្ដាលទីក្រុងដូច្នេះដែរ
ទាំងនេះសុទ្ធតែជាកលល្បិចដ៏ថោកទាបដើម្បីមកបន្លាចនិងមកបំផិតបំភ័យបំបាក់ស្មារតីប្រជាពលរដ្ឋដែលជាម្ចាស់សិលឹកឆ្នោតជារឿយលោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសខេងបានចេញសេចក្តីប្រកាសជាសាធារណៈនិងផ្ញើលិខិតជូនលោកសំរងស៊ីនិងលោកកឹមសុខាថាប្រសិនបើមានបាតុកម្មណាមួយកើតឡើងមែននោះហើយមានអំពើហិង្សាឬក៏បង្កអសន្តិសុខសង្គមពួកលោកទាំងពីរនេះគឺជាអ្នកទទួលខុសត្រូវនេះគឺជាកលល្បិចដ៏ថោកទាបមួយទៀតដែលបង្ហាញយ៉ាងច្បាស់កលែតថាពួកនេះកំពុងតែរកលេសដើម្បីបំបាក់ស្មារតីចាប់ចងមេគណៈបកក៏ដូចជាសកម្មជនគណៈបកសង្គ្រោះជាតិដែលបានឈ្នះឆ្នោតនៅក្នុងអាណត្តិទី5នោះឯង7ដោយចង់ស្ដាប់នូវភាពបរាជ័យដ៏ធ្ងន់ធ្ងររដ្ឋាភិបាលចាំផ្ទះលោកហ៊ុនសែនបានចេញសេចក្តីប្រកាសដំឡើងប្រាក់ខែឲ្យពួកមន្ត្រីរាជការថ្នាក់ក្រោមដើម្បីលួងលោមកុំឲ្យមន្ត្រីរាជការទាំងនោះកំរើកឬក៏ជួយដល់គណៈបកសង្គ្រោះជាតិដូច្នេះសូមអស់លោកមន្ត្រីរាជការទាំងឡាយមេត្តាកុំចាញ់បញ្ឆោតនៅពាក្យសន្យាណាមួយពីជនល្មមអំណាចទាំងនោះសូមអស់លោកជ្រាបថាគ្រាន់តែប្រាក់ខែអស់លោក4 ដល់ 20 ម៉ឺនប៉ុណ្ណោះគេមិនអាចបើកឲ្យតាន់ពេលតាន់វេលានឹងគ្រប់គ្រាន់ផងចុះទម្រាំដល់ប្រាក់ខែឡើងដូចជាគេសន្យានោះតើប៉ុន្មានខែទៅគេបើកជូនលោកអស់លោកម្ដង8សូមអស់លោកដែលជាកងទ័ពប្រដាប់អាវុធគ្រប់ប្រភេទរក្សានូវភាពអភិក្រិតកុំអោនក្បាលបំរើពួកជនល្មមអំណាចតទៅទៀតព្រោះពួកនេះគេខិតខំការពារអំណាចទុកឲ្យកូនចៅរបស់គេដោយបងប្អូនបានឃើញផ្ទាល់ភ្នែកស្រាប់ហើយនៅមុនពេលបោះឆ្នោតតែ 2-3 ថ្ងៃប៉ុណ្ណោះលោកហ៊ុនសែនគេបានបំពាក់ឋានន្តរស័ក្តិឲ្យកូនរបស់គេដើម្បីកាងនៅអំណាចធម្មតាបើមុននឹងបំពាក់ឋានន្តរស័ក្តិឲ្យមន្ត្រីរាជការណាម្នាក់លុះត្រាតែមន្ត្រីរាជការនោះបានធ្វើអ្វីមួយមានស្នាដៃពិសេសជូនជាតិមាតុភូមិនៃយើងចុះតើកូនហ៊ុនសែនបានធ្វើអ្វីទើបលោកហ៊ុនសែនបំពាក់ឋានន្តរស័ក្តិដូច្នេះនេះសបញ្ជាក់ឲ្យច្បាស់ថាហ៊ុនសែនកំពុងតែរៀបចំឲ្យកូនគ្រប់គ្រងអំណាចតពីខ្លួននៅពេលខាងមុខហេតុនេះហើយសូមអស់លោកដែលជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កុំក្រាញនៅធ្វើជាឆ្នន់បំពន់តណ្ហាឲ្យពួកជនកុម្មុយនីសតកូនតចៅទៀតម្យ៉ាងវិញទៀតប្រសិនបើអស់លោកនៅតែធ្វើតាមបញ្ជាពួកជនល្មមអំណាចនេះវ័យតតៈចាប់ចងប្រជាពលរដ្ឋដោយពីពេលមុននោះពួកអស់លោកមិនខុសអីនឹងខ្ញុំកញ្ជះដាច់ថ្លៃនៃពួកជនកុម្មុយនីសទាំងនេះទេអ្វីដែលខ្ញុំបានរៀបរាប់នៅខាងលើនេះគឺសុទ្ធតែជាយុទ្ធសាស្ត្រនយោបាយឈ្នះរបស់ពួកជនកុម្មុយនីសក្រុមអាយ៉ងយួនដែលបានរៀនសូត្រពីចវាយនាយរបស់ខ្លួនដើម្បីសម្លាប់អ្នកស្នេហាជាតិខ្មែរហ៊ានចេញមុខប្រឆាំងជាមួយពួកគេតែប៉ុណ្ណោះដូច្នេះសូមបងប្អូនខ្មែរគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះកលល្បិចនយោបាយឈ្នះពួកជនល្មមអំណាចព្រោះថាចាំឲ្យនិយាយតាមមកបើតាមមកយើងតែនិយាយតាមហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀតណាមនៅកម្ពុជាជាង100000នាក់ខ្ញុំអាយ៉ងវៀតណាមវាមានតែនៅពីលើក្បាលមកខ្ញុំសូមនិយាយដល់តាមព្រោះថាចាំឲ្យនិយាយតាមមកបើតាមមកយើងតែនិយាយតាមហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀត
សូមអស់លោកស្ដាប់ឲ្យបានច្បាស់ទៅជនល្មមអំណាចរូបនេះបានសារភាពជូនអស់លោកហើយនៅគ្រាចុងក្រោយនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបសូមធ្វើការអំពាវនាវដល់បងប្អូនរួមជាតិខ្មែរនៅគ្រប់ទិសទីនិងសូមអំពាវនាវដល់កងទ័ពប្រដាប់អាវុធគ្រប់ប្រភេទមេត្តានាំគ្នាក្រោកឡើងប្រគៀកស្មាគ្នាដើម្បីជួយរំដោះប្រទេសជាតិមាតុភូមិនៃយើងឲ្យរួចផុតពីក្រញាំបិសាចបកកុម្មុយនីសឥណ្ឌូចិនដែលគ្រប់គ្រងដោយអាយ៉ងយួនហាណូយនិងចៅហ្វាយនាយរបស់វានេះជាពេលវេលាចុងក្រោយហើយប្រសិនបើបងប្អូននៅតែភ័យខ្លាចមិនហ៊ានងើបឈរធ្វើការទាមទារសិទ្ធិសេរីភាពជាម្ចាស់ប្រទេសនិងបដូរនៅរបបផ្ដាច់ការដែលពួកជនកុម្មុយនីសកំពុងតែគ្រប់គ្រងទេនោះប្រទេសជាតិយើងនឹងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយយ៉ាងជ្រៅហើយបងប្អូនក៏ត្រូវទទួលរងទុក្ខវេទនាតកូនតចៅអស់សិទ្ធិជាម្ចាស់ផ្ទះជាម្ចាស់ដីជាម្ចាស់ប្រទេសជាតិនៃខ្លួនជាពុំខានឡើយនៅគ្រាអវសាននេះខ្ញុំសូមជូននៅអានុសាសន៍ចំពោះអស់លោកដែលកំពុងតែក្រាញនៅក្នុងអំណាចសពថ្ងៃពួកអស់លោកបានសោយសុខនៅលើទុកប្រជាពលរដ្ឋខ្មែរអស់រយៈពេលជាង30ឆ្នាំប្លាយមកហើយល្មមឆ្អែតឆ្អន់ហើយម្យ៉ាងវិញទៀតពួកអស់លោកក៏កាន់តែមានវ័យចំណាស់ចាស់អង្គយ៉ាណាស់ទៅហើយដែរគួរណាស់តែនាំគ្នារៀនធ្វើអំពើល្អខ្លះទៅកុំនៅក្រាញធ្វើអំពើអាក្រក់និងអំពើអបាយមុខច្រើនពេកត្រូវដឹងថាជីវិតអស់លោកមិនបានថិតថេរនៅយូរប៉ុន្មានឡើយមិនយូរប៉ុន្មានមច្ចរាជនឹងមកអូសកយកទៅកាត់ទោសនៅឯឋាននរកជាពុំខានឡើយម្យ៉ាងវិញទៀតអស់លោកត្រូវដឹងថាអស់លោកកើតចេញពីផ្ទៃម្ដាយមកមានតែខ្លួនទៅទេដូច្នេះនៅពេលអស់លោកស្លាប់ទៅវិញក៏ទៅតែខ្លួនទៅទេដែរសូម្បីតែសម្ពុតខោអាវដែលប្រពន្ធកូនស្លៀកពាក់ឲ្យនៅពេលដែលអស់លោកដេកស្ដុកស្ដឹងនៅក្នុងក្តារមឈូសនោះក៏មិនអាចយកទៅតាមខ្លួនផងរបស់ដែលអាចយកទៅតាមខ្លួនបានមានតែអំពើអាក្រក់និងអំពើល្អដែលយើងបានសាងមកនោះទេចំណែកបុណ្យស័ក្តិអំណាចទ្រព្យសម្បត្តិដែលពួកអស់លោកកេងប្រវ័ញ្ចឬលក់ជាតិបានមកនោះគឺជាសម្បត្តិលោកីដូច្នេះពួកអស់លោកមិនអាចវិចខ្ចប់យកជាប់ទៅនៅខ្លួនបានទេរបស់ទាំងអស់នេះត្រូវតែនៅលើលោកីនេះឯងគ្មាននរណាម្នាក់អាចយកចេញពីលោកីបានឡើយដូច្នេះពួកអស់លោកគួរតែភ្ញាក់រលឹកឡើងហើយខិតខំកសាងអំពើល្អចាប់តាំងពីពេលនេះតទៅក្រែងអាចជួយរំដោះបាបកម្មដែលពួកអស់លោកបានសាងនាពេលកន្លងមកបានខ្លះនៅគ្រាអវសាននេះខ្ញុំសូមប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរជូនដល់បងប្អូនជាតិខ្មែរអ្នកស្នេហាជាតិនិងគណៈបក្សសង្គ្រោះជាតិសូមឲ្យបានជួបប្រទះតែសេចក្តីសុខគ្រប់ពេលគ្រប់វេលានិងឲ្យបានជោគជ័យនៅគ្រប់កិច្ចការទាំងឡាយដែលអស់លោកកំពុងតែធ្វើអំពីខ្ញុំបាទទេពនិមិត្តសូមអរគុណ